អ្នកជំងឺញឹមស្រស់ចឹងមិនបានមកពេទ្យនេះញឹមស្រស់ក្លាហានអត់ខ្លាចពេទ្យអីបន្តិចឲ្យអ្នកគ្រូពេទ្យពិនិត្យជំងឺយ៉ាងស្រួលបាទមកអូនថាប្រហែលថ្ងៃនេះអូនហៀសបោហើយអត់បាត់ហ្នឹងហើយមិនត្រឹមតែហៀសបោទេមានក្អកទៅទៀតក្អកហ្នឹងក្អកស្ងួតផងស្លេះផងហើយហៀសបោច្រើនវាសបោខាត់ថលបាញ់លៀងច្រមុះហើយមានទាំងការក្តៅខ្លួនបាទហើយឈឺកំពង់កផងដែរឈឺក្បាលឈឺអីចឹងទៅញ៉ាំថ្នាំហើយនៅតែអត់បាត់កម្ដៅ38ជាងនៅផ្ទះម៉ាអូនក៏បានឲ្យស្ពង់ដែរបានស្ពង់ជាមួយនឹងទឹកស្រោមប្រៃក្នុងករណីដែលបានធ្វើរួចទាំងអស់នេះហើយអូននៅតែមិនទាន់បានធូរសះស្បើយប៉ាម៉ាក់សូមអញ្ជើញយកអូនមកពេទ្យដើម្បីជួបវិជ្ជបណ្ឌិតឯកទេសកុមារឲ្យបានពិនិត្យច្បាស់លាស់ឲ្យដឹងថាជាជំងឺវីរុសឬក៏បាក់តេរីនៅកំពង់កឬក៏នៅសួតម៉ាក់ប៉ាគួរតែមានប្រដាប់ស្ពង់និងថ្នាំសរោមប្រៃទុកនៅផ្ទះមួយការចាំបាច់ខ្ញុំបាទវិជ្ជបណ្ឌិតសង្លីឯកទេសកុមារនិងវះកាត់កុមារតាំងពីឆ្នាំ2007មកខ្ញុំធ្វើវីដេអូនេះគោលបំណងដើម្បីអប់រំចែករំលែកចំណេះដឹងតែប៉ុណ្ណោះ